បងក្រាបករណីប៉ុនប៉ងលួចម៉ូតូករណីលួចកាត់ខ្សែភ្លើងករណីលួចកាបូបប្រាក់ករណីលួចទូរស័ព្ទដៃនិងករណីលួចម៉ូតូក្នុងខេត្តព្រះសីហនុកន្លងមកខេត្តព្រះសីហនុចន្លោះដើមខែមីនារហូតមកដល់ពេលនេះកម្លាំងជំនាញនៃអធិការក្រុងព្រះសីហនុនិងអធិការក្រុងកំពង់សោមបានបង្ក្រាបករណីប៉ុនប៉ងលួចម៉ូតូករណីលួចកាបូបលុយករណីលួចទូរស័ព្ទដៃនិងករណីលួចម៉ូតូដែលឃាត់ខ្លួនបានចូលសង្ស័យចំនួន7នាក់ស្រី1នាក់និង1នាក់ទៀតកំពុងរត់គេចខ្លួនករណីអំពើលួចខ្សែភ្លើងកើតឡើងនៅចំណុចតាមដងផ្លូវគុជអាស៊ីស្ថិតក្នុងក្រុមទី8ភូមិ1សង្កាត់លេខ3ក្រុងនិងខេត្តព្រះសីហនុករណីអំពើលួចម៉ូតូបានកើតឡើងនៅចំណុចក្រុមទី22ភូមិ1សង្កាត់លេខ4ក្រុងនិងខេត្តព្រះសីហនុករណីប៉ុនប៉ងលួចម៉ូតូបានកើតឡើងនៅចំណុចការដ្ឋានសំណង់ស្ថិតនៅក្រុមទី20ភូមិ2សង្កាត់លេខ3ក្រុងព្រះសីហនុករណីអំពើលួចកាបូបលុយស្ថិតនៅឆ្នេរសមុទ្រនិងជិតកាស៊ីណូ Quinco ស្ថិតនៅក្រុមទី24ភូមិ3សង្កាត់លេខ3ក្រុងនិងខេត្តព្រះសីហនុករណីអំពើលួចម៉ូតូកើតឡើងនៅចំណុចមុខកាស៊ីណូឌូឌូឆាងស្ថិតនៅភូមិ4សង្កាត់លេខ4ក្រុងនិងខេត្តព្រះសីហនុវត្ថុតាំងចាប់យកបានមានម៉ូតូចំនួន1គ្រឿងម៉ាក Honda Dream C125 ស៊េរីឆ្នាំ2004ឡើងស៊េរីពណ៌ខ្មៅមានលេខតួនិងលេខម៉ាស៊ីន ND 125M ស្មើនឹង8365 147ពាក់ស្លាកលេខកោះកុង 1A 4740ផលនៃអំពើលួចករណីអំពើលួចទូរស័ព្ទដៃស្ថិតនៅចំណុចផ្ទះជួលនៅភូមិពូធឿងសង្កាត់បឹងត្រាំងក្រុងកំពង់សោមបានដកហូតវត្ថុតាំងបានទូរស័ព្ទ3គ្រឿងនិងវត្ថុតាំងមួយចំនួនទៀតករណីលួចម៉ូតូត្រង់ចំណុចផ្សារសាមគ្គីអូចំណាស្ថិតក្នុងភូមិបាត់កគីសង្កាត់អូញ៉ាហេងក្រុងកំពង់សោមខេត្តព្រះសីហនុដោយដកហូតវត្ថុតាំងម៉ូតូចំនួន1គ្រឿងម៉ាក C121 ពណ៌ខ្មៅស៊េរី2017ផ្លាកលេខព្រះសីហនុ 1G1850 របស់ជនរងគ្រោះបច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាំងកំពុងបន្តតាមនីតិវិធីច្បាប់ដើម្បីបញ្ជូនទៅតុលាការសម្រាប់ YouTube លោកអ្នកគ្រាន់តែវាយពី SN TV Breaking News ចុច Like Subscribe និងរូបកណ្ដឹងជាការស្រេចនឹងទទួលបានព័ត៌មានថ្មីៗជារៀងរាល់ថ្ងៃ